ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអំពីសកម្មភាពក្នុងការធ្វើពីសាដែលពីសានឹងផងដែរគឺមានឈ្មោះថា hot dog pizza ដែលជាដំបូងគឺយើងធ្វើការយកពីសាសាច់ពីសានឹងមកលាបជាមួយនឹងទឹក sauce ដែលទឹកពេញប៉ោះលាបវាឲ្យសព្វពីលើពីសារបស់យើង and then យើងដាក់រោយពោតដែលពោតហ្នឹងវាមានរសជាតិផ្អែមតិចយើងរោយវាសប់មកដើម្បីឲ្យពេលដុតទៅវាសប់គ្រប់តែមួយទៀតគឺយើងត្រូវការដាក់សាច់ជាសាច់ hot dog ធ្វើការរោយធ្វើម៉េចគឺឲ្យវាសប់នៅលើសាច់ពីសាដើម្បីឲ្យវាមានកាត់ពីងកាត់ជា slide ទៅវាមានភាព balance គ្នាហើយជាចុងក្រោយគឺយើងធ្វើការរោយនៅ cheese កាលណាយើងដាក់ cheese កាន់តែច្រើនគឺវាកាន់តែយើងធ្វើការរោយ cheese ឲ្យសព្វនៅលើសាច់ភីសាព្រោះកាលណាតែយើងដុតទៅ cheese ឆ្អិនហ្នឹងវាចូលជាមួយនឹងសាច់ភីសាបានឆ្អិនល្អហើយជាចុងក្រោយគឺយើងត្រូវយក oregano ពីរោយពីលើ and then យើងយកវាទៅដាក់ដុតនៅក្នុងឡប្ររយៈពេលចន្លោះពី10ទៅ15នាទីអរគុណច្រើនបងប្អូនទាំងអស់គ្នា